រឿងធម្មបាលកុមារការស្លាប់មានពិតតែអ្នករក្សាធម៌តែមានអាយុវែងក្នុងបឋមពុទ្ធិកាលស្ដេចព្រះមានជោគបានស្ដេចទៅកាន់ក្រុងកបិលវត្ថុជាលើកដំបូងទ្រង់គង់ក្នុងនិរាធិរាមពេលនោះព្រះបាទសិរីសទ្ធូតនមហារាជជាព្រះវររាជបិតាបានអង្គាសចង្ហាន់ប្រគេនព្រះអង្គនិងព្រះសង្ឃហីណាស្រោប 20000 អង្គជាបរិវារទើបមានព្រះបន្ទូលសំណេះសំណាលថាកាលដែលព្រះអង្គកំពុងព្យាយាមធ្វើទុក្ករកិរិយាស្វែងរកនៅអនុត្តរសម្មាសម្ពោធិញាណមានទេវតាហោះមកស្ថិតនៅលើអាកាសនភាលីស្រែកប្រាប់ថាព្រះសុទ្ធត្ថកុមារជាព្រះរាជបុត្ររបស់ព្រះអង្គសោយព្រះទីវង្គតទៅហើយព្រោះទ្រង់មានអាហារតិចព្រះសាស្តាមានព្រះបន្ទូលថាចុះមហារាជជឿឬខ្ញុំមិនជឿទេបានទាំងនិយាយខាត់ទេវតាវិញថាកូនខ្ញុំបើមិនត្រាស់មុខជាមិនស្លាប់ព្រះសាស្តាមានព្រះបន្ទូលថាឥឡូវនេះព្រះអង្គជឿដូចម្ដេចកើតបើពីដើមតថាគតនៅជាមហាធម្មបាលពុទ្ធស័ក្តិអាចារ្យទិសាប្រមោកយកឆ្អឹងពពែមកបង្ហាញថាកូនអ្នកឯងស្លាប់ទៅហើយនេះឆ្អឹងក៏ព្រះអង្គមិនជឿហើយនិយាយតបទៅថាត្រកូលយើងមិនដែលមាននរណាស្លាប់ពីក្មេងទេព្រះបាទសទ្ធូតនៈក៏អរតនីព្រះសាស្តាស្ដេចនាំអតីតទានមកសម្ដែងដូចតទៅនេះក្នុងកាលដែលកន្លងទៅហើយមានមហាក្សត្រមួយព្រះអង្គព្រះនាមព្រហ្មទត្តសោយរាជសម្បត្តិនៅនគរពីរិណសីជាស្ដេចប្រកបដោយទសពិតរាជធម៌និងមានសេចក្តីស្រឡាញ់រាប់អានអាណាប្រជានុរាស្ត្រទូទៅក្នុងកសិណរដ្ឋមានស្រុកមួយឈ្មោះធម្មបាលបានឈ្មោះដូច្នោះព្រោះអ្នកនៅក្នុងស្រុកនោះទាំងប៉ុន្មានសុទ្ធតែរក្សាធម៌ព្រានដែលនៅក្នុងស្រុកនោះក៏មានឈ្មោះធម្មបាលដែរព្រោះសុទ្ធតែជាអ្នករក្សាធម៌គឺកុសលកម្មបទ10ដោយហើយទៅពួកកម្មករក្នុងត្រកូលព្រាននោះក៏សុទ្ធតែជាអ្នកឲ្យទានរក្សានិច្ចសិលឧបោសថសិលដូចគ្នាគ្រានោះព្រះបរមពុទ្ធិសត្វទ្រង់យោងយកកំណើតកើតក្នុងត្រកូលព្រាហ្មណ៍ធម្មបាលមានឈ្មោះថាធម្មបាលកុមារពេលធម្មបាលកុមារចម្រើនអាយុឡើងកាលណារៀនជាបិតាបានឲ្យប្រាក់1000 កហបណៈហើយបញ្ជូនឲ្យទៅរៀនសិលសាស្ត្រឯក្រុងកតសិលាក្នុងសំណាក់អាចារ្យទិសាប្រមោកធម្មបាលកុមារបានខិតខំរៀនវិជ្ជាដរាបទាល់តែលោកអាចារ្យពេញចិត្តហើយប្រគល់មានុបជាសិស្សទាំង500រូបឲ្យហ
ធម្មបាលកុមារត្រួតត្រាគ្រានោះកូនច្បងរបស់អាចារ្យទិសាប្រមោកទាំង500ក៏ធ្វើមរណកាលទៅឯអាចារ្យនិងមាណពជាសិស្ស500ទួញយំសោកស្រណោះសោកស្ដាយកូនជាពុនពេកលុះបន្ទូបងសេចក្តីសោកសៅរីងរៃហើយក៏រៀបចាត់ចែងធ្វើកិច្ចជាបណកិច្ចកូននោះតាមប្រពៃណីនាបាឆាមួយអាចារ្យពពួកញាតិនិងមាណពជាកូនសិស្សទាំងអស់ក៏ទួញយំសោកក្នុងបច្ឆានោះថែមទៀតប្លែកតែធម្មបាលមួយទេដែលមិនសោយសោកមិនចូលកាន់មរណសញ្ញាជាមួយនឹងគេកាលដែលពួកអ្នកចូលកាន់សេចក្តីទុក្ខទាំងអស់ត្រឡប់មកផ្ទះវិញអង្គុយក្នុងសំណាក់លោកអាចារ្យពូលរៀបរាប់ត្អូញត្អែថាហេតុអ្វីណោះបានជាមាណពនេះនៅក្មេងកម្លាំងហើយស្លាប់ព្រាត់ប្រាសចាក់មេដាបៃតាញាតយ៉ាងនេះធម្មបាលកុមារនិយាយតបថាហើយសម្លាញ់ទាំងឡាយអ្នកពូលថាមាណពនេះស្លាប់ពីក្មេងចុះបើក្មេងទេមិនដេចក៏ស្លាប់ការស្លាប់ពីក្មេងវាមិនមែនមិនដែលមានពួកមាណពនិយាយថាណែសម្លាញ់អ្នកឯងមិនដឹងទេសត្វតែងតែវិនិច្ឆ័យយ៉ាងនេះឬខ្ញុំដឹងណាស់ទៅហើយតែថាសត្វទាំងឡាយដែលស្លាប់ពីក្មេងមិនដែលមានលុះណាតែចាស់ទើបស្លាប់មិនមែនដូច្នោះទេធម្មបាលសម្លាញ់សង្ខារជាសភាពមិនទៀងទាត់ហិតហេទេតែកើតឡើងហើយពិតជាវិនិច្ឆ័យទៅវិញជាធម្មតាមិនថាចាស់ឬក្មេងធម្មបាលតបថាសម្ដីអ្នកនិយាយនេះត្រូវណាស់តែមិនដែលមានសត្វណាស្លាប់ពីក្មេងលុះតែចាស់ទើបស្លាប់ទើបសង្ខារមិនទៀងមាណពឆ្ងល់សម្ដីធម្មបាលណាក៏ទៅសួរធម្មបាលជាសម្លាញ់ចុះផ្ទះឯងគ្មានមនុស្សស្លាប់ទេឬមានស្លាប់យ៉ាងនឹងឯងពិតតែមិនស្លាប់ពីក្មេងទេលុះតែចាស់ទើបស្លាប់ត្រកូលអ្នកឯងសុទ្ធតែយ៉ាងនឹងឬត្រកូលខ្ញុំយ៉ាងនឹងឯងពួកមាណពឮពាក្យធម្មបាលពូលដូច្នោះក៏នាំគ្នាទៅជម្រាបលោកអាចារ្យឯលោកអាចារ្យបានហៅធម្មបាលមកសួរថាមនាលធម្មបាលឮថាត្រកូលអ្នកឯងមនុស្សមិនដែលស្លាប់ពីក្មេងមែនឬបពិតលោកអាចារ្យពិតមែនលោកអាចារ្យឮពាក្យនោះហើយក៏គិតថាធម្មបាលនិយាយពាក្យប្លែកពេកណាស់អញនឹងទៅកាន់សំណាក់បិតាធម្មបាលនេះហើយសាកសួរមើលតើគេប្រព្រឹត្តធម៌បែបណា
បានជាមិនស្លាប់ពីក្មេងបើពិតដូច្នោះមែនអញនឹងប្រព្រឹត្តតាមធម៌នោះដែរកន្លងមក7ថ្ងៃឬ8ថ្ងៃអាចារ្យក៏ទៅហៅធម្មបាលមកប្រាប់ថាមនាលធម្មបាលយើងមិនទៅទេចូលឯងបង្រៀនសិស្សសិលសាស្ត្រដល់ពួកមានុបជំនួសយើងផងទម្រាំយើងត្រឡប់មកវិញលុះពលដូច្នោះហើយក៏យកឆ្អឹងពពែមកលាងសម្អាតបាតហើយក៏ច្រកទៅក្នុងការុងឲ្យបំរើម្នាក់លីតាមដោយដើរចេញអំពីនគរកតសិលាយាត្រាមនីទៅកាន់ធម្មបាលក្រៀមទើបសួររកផ្ទះធម្មបាលកុមារហើយឈរនៅទៀបទ្វារផ្ទះពួកកម្មកររបស់ព្រានបានឃើញលោកអាចារ្យក៏ស្ទុះទៅទទួលឆាត់ស្បែកជើងពីដៃលោកអាចារ្យយកការុងពីអ្នកបម្រើអាចារ្យទិសាប្រមោកពោលថាចូលអ្នកទាំងឡាយជំរាបព្រានជាបិតាធម្មបាលកុមារថាអាចារ្យរបស់ធម្មបាលមកឈរនៅទៀបទ្វារឯណោះខ្ញុំកំដរទៅជំរាបតាមពាក្យលោកអាចារ្យឯព្រានក៏មនីស្ទុះទៅទទួលរយៈបដិសន្ធារៈអញ្ជើញឲ្យឡើងទៅលើផ្ទះឲ្យអង្គុយលើគ្រែហើយធ្វើកិច្ចមានការលាងជើងជាដើមឲ្យលោកអាចារ្យនោះលុះអាចារ្យបរិភោគពូជនីអាហាររួចក៏ផ្ដើមនិយាយប្រាប់ព្រានថាធម្មបាលបុត្ររបស់អ្នកមានប្រាជ្ញាវាងវៃណាស់រៀនសូត្រចេះចប់វិទ្យាមន្តទាំង3និងសិលសាស្ត្រទាំង18តែស្លាប់ទៅហើយសង្ខារមិនទៀងទេអ្នកកុំសោយសោកអ្វីឡើយព្រានឮពាក្យនោះក៏ទះដៃសើចអាចារ្យសួរថាអ្នកឯងសើចរឿងអ្វីកូនយើងមិនស្លាប់ទេក្រែងតែអ្នកដតីទើបស្លាប់អាចារ្យទាញឆ្អឹងពីការុងហើយនិយាយថានេះឆ្អឹងកូនអ្នករបស់អ្នកឯងទេឆ្អឹងនេះប្រហែលជាឆ្អឹងពពែឬឆ្អឹងឆ្កែមិនមែនពីកូនខ្ញុំទេព្រោះត្រកូលយើងរហូតដល់7សន្តានមិនដែលមានអ្នកណាមួយស្លាប់ពីក្មេងទេលោកនិយាយកុហកហើយអាចារ្យឃើញហេតុអស្ចារ្យដូច្នេះមានចិត្តត្រេកអរណាស់បានសាកសួរថាមនាលព្រានត្រកូលអ្នកមិនដែលមានជនណាស្លាប់ពីក្មេងនោះមែនដែរឬទេហេតុអ្វីដែលមិនស្លាប់ពីក្មេងនោះតើគឺជាយ៉ាងណាទើបអាចារ្យចង់រៀនគាថាសួរថាអ្នកសមាទានវត្តដូចម្ដេចប្រមចរិយារបស់អ្នកដូចម្ដេចនេះជាផលរបស់កម្មអ្វីដែលអ្នកបានសន្សំមកម្នាលព្រានចូលអ្នកប្រាប់សេចក្តីនេះដល់យើងហេតុអ្វីបានពីពួកអ្នកមិនស្លាប់ពីក្មេងព្រានឆ្លើយប្រាប់ថាយើងបានរក្សាកម្មបទ10ដោយម៉ត់ចត់គឺយើងមិនប្រព្រឹត្តរំលោភចង់បានទ្រព្យអ្នកដទៃដោយចង់បានមកជារបស់ខ្លួន
មិនប្រព្រឹត្តព្យាបាទចងគំនុំគុំគួននឹងអ្នកដទៃមិនមានគំនិតគិតយល់ខុសមានយោបល់ថាលោកនេះគ្មានណដ្ឋិអយ៉ាងលោកោជាដើមមិននិយាយពាក្យកុហកមិននិយាយពាក្យសោកសៀតបំបែកបំបាក់អ្នកដទៃមិននិយាយពាក្យញុះញង់មិននិយាយរយរាយឥតប្រយោជន៍មិនសម្លាប់សត្វមិនលួចទ្រព្យសម្បត្តិអ្នកដទៃមិនប្រព្រឹត្តកន្លងកូនប្រពន្ធអ្នកដទៃទាំងភរិយាយើងសោកក៏មិនបានប្រព្រឹត្តក្បត់យើងព្រោះហេតុដូច្នោះបានជាយើងមិនស្លាប់ពីក្មេងបបិទ្ធលោកអាចារ្យនេះជាវត្តដែលយើងបានប្រព្រឹត្តកន្លងមកយ៉ាងល្អដូច្នេះទើបយើងមិនស្លាប់ពីក្មេង